សួស្តីបងប្អូនអរគ្នាឥឡូវនេះយើងមកដល់ខ្លងទ្វារទន្លេអុំហើយបាទថ្ងៃនេះគឺមនុស្សមកច្រើនខ្លាំងមែនទែនហើយជាពិសេសនោះគឺផ្លូវត្រូវបានបិទបាទដោយសារយើងមានគណៈប្រតិភូចុះមកលេងនៅខាងហ្នឹងដូចគ្នាអញ្ចឹងណាបាទឥឡូវនេះយើងមើលទស្សនវិជ្ជានៅទន្លេអុំបាទអូសំណង់បាទចូលមកពីថ្មបាទពិតជាស្រស់ស្អាតមែនតើលោកអ្នកបងប្អូនអើយបាទអញ្ចឹងយើងឃើញថាមនុស្សមកច្រើនថ្ងៃនេះបាទហើយអ្នកខ្លះគាត់ចង់កំសាន្តលេងចង់ជិះទូកលេងក៏បានដែរនៅទីនេះបាទនោះយើងជិះទូកបាទឃើញទេលោកអ្នកបងប្អូននេះបាទចង់ជិះទូកក៏បានចង់អីក៏បានដែរមកសៀមរាបបាទនៅទន្លេអុំនេះបាទអូយស្អាតមែនតើលោកអ្នកបងប្អូនហើយជាពិសេសយើងអាចស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីណាបាទអញ្ចឹងដូចខាងនេះអញ្ចឹងគេស្លៀកពាក់បែបប្រពៃណីបាទគាត់ទៅហើយគាត់ជីកទូកហើយគាត់ថតគាត់អីហើយគាត់ឡើងឡានបន្តដំណើរទៅមុខទៀតបាទអញ្ចឹងនេះជាទស្សនវិជ្ជានៅខាងទន្លេអុំបាទស្អាតដែរលោកអ្នកបងប្អូនអើយបាទឃើញហើយឥឡូវពងស្ទះ